ខ្លាគឺជាសត្វព្រៃវាជាម្ចាស់របស់ព្រៃប៉ុន្តែវាជាសត្វគួរឲ្យខ្លាចចំពោះពេលវានៅក្នុងព្រៃប៉ុណ្ណោះប្រសិនបើខ្លាចេញផុតពីព្រៃកាលណាព្រៃក៏លែងទៅជាទឹកដីរបស់វាតទៅទៀតដែរដូច្នេះពេលខ្លាមកនៅស្វាក៏អាចឡើងជាម្ចាស់ព្រៃបានដែរហើយនៅពេលមកក្រៅខ្លាក៏អស់អំណាចទៅតាមនឹងដែរនេះគឺជារឿងធម្មតាខ្លាជាសត្វដែលងាយនឹងបោកឆោតណាស់សូម្បីតែវាជាសត្វដែលកាចសាហាវតែវាមិនសូវឆ្លាតដូចជាឆ្កែតេជោទេគេគ្រាន់តែប្រើល្បិចបន្តិចបន្តួចក៏អាចបញ្ឆោតខ្លាឲ្យចេញពីព្រៃបានដែរដោយប្រើឧបាយកធ្វើឲ្យវាខឹងច្រឡោតដើម្បីទាក់ទាញឬបោកឆោតតែប៉ុណ្ណោះហេតុអ្វីក៏គេចាំបាច់បញ្ឆោតខ្លាឲ្យចេញពីព្រៃប្រការទី1គឺដើម្បីដណ្ដើមកាន់កាប់កៅអីរបស់ខ្លានោះបើខ្លានៅក្នុងព្រៃតើមានសត្វដទៃណាហ៊ានក្អកទោះបីជាសត្វពេញចិត្តឬក៏មិនពេញចិត្តគឺបានតែត្រឹមទុកក្នុងចិត្តតែប៉ុណ្ណោះបើមានចិត្តចង់ធ្វើអ្វីអ្នកឯងក៏បានត្រឹមតែស្រមៃប៉ុណ្ណោះទោះបីសត្វស្វាជាសត្វមានខួរក្បាលបីឆ្លាតជាងខ្លាក៏យ៉ាងណាក៏ដោយនៅចំពោះមុខខ្លាស្វាបានត្រឹមតែនៅស្ងៀមមិនមាត់មិនហ៊ានស្រែកចចេះចរចាអ្វីទាំងអស់តែបើពេលណាខ្លាមិននៅទើបស្វាឡើងធ្វើជាស្ដេចបានឯសត្វលោកនេះក៏រញ៉េរញ៉ៃណាស់ដែរពេលបានធ្វើជាស្ដេចម្ដងគាត់សប្បាយតតែភ្លេចខ្លួនចង់ធ្វើអ្វីធ្វើទៅស្រេចតែនៅក្បាលគាត់យុទ្ធសាស្ត្របញ្ឆោតខ្លាចេញពីព្រៃនេះវាធូរស្រាលជាជាងការចេញមុខទៅវាយប្រយុទ្ធជាមួយនឹងខ្លាចាំបាច់យកជីវិតទៅបន្ថយធ្វើសង្គ្រាមជាមួយនឹងខ្លានាំគ្រោះថ្នាក់ដល់ខ្លួនប្រៀបដូចជាសត្វឬអ្នកបះបោរអ្នកធ្វើបដិវត្តនោះឡើយគឺជាយុទ្ធសាស្ត្រដែលអ៊ូសាន់ស៊ឺយកមកប្រើប្រការទី2គឺដើម្បីសម្លាប់ខ្លាបំបិតមាត់នៅក្នុងព្រៃខ្លាមានអំណាចមានបរិវារច្រើនមិនងាយទប់ទល់នឹងវាបានទេបើចេញពីព្រៃឬតាមភាសាសាមញ្ញគេថាដាច់បែកវានឹងខ្វះកម្លាំងគ្រប់គ្រងហើយក៏មិនសូវហ៊ានពុតក្អេងកាងអ្វីដែរដូច្នេះបើអាចធ្វើឲ្យវាដាច់ដោយបែកបានគេក៏អាចចាត់ការទៅលើវាដោយងាយស្រួលមិនចាំបាច់ប្រើកម្លាំងខ្ពស់នោះទេនៅពេលនេះទើបគេអាចចូលទៅប្រមូលផលក្នុងព្រៃបានយ៉ាងងាយស្រួល